Hello សួស្តីអ្នកគ្នាសូមស្វាគមន៍កាន់វីដេអូថ្មីថ្ងៃនេះគឺខ្ញុំនឹងមកធ្វើការមក upgrade ជាមួយ CTK របស់ខ្ញុំពីបែបនេះទៅជាបែបនេះវិញហើយអញ្ចឹងដោយសារតែយើង upgrade ទៅជាបែបនេះគឺវាលយមែនតើដោយសារវាខុសពីដាវ CTK របស់យើងធម្មតាបើសិនជាដាវ CTK របស់យើងធម្មតាយើងប្រៀបធៀបទៅគឺដាវ CTK របស់យើងគឺការខ្លាំងមែនតើអញ្ចឹងពេលដែលយើង upgrade ហើយគឺវាខ្លាំងមែនតើអ្នកគ្នាបាទហើយនិយាយរួមទៅ effect អីគឺវាលយមែនតើអ្នកគ្នាវាស្អាតមែនតើហ្មងចឹងនិយាយរួមទៅវាស្អាតជាងដាវធម្មតារបស់យើងអូខេតោះឥឡូវអ្នកគ្នាមកដឹងពីរបៀប upgrade វាទាំងអស់គ្នាដើម្បីអាច upgrade វាបានអ្នកនរគ្នាត្រូវតែ upgrade វាទៅជាផ្កាយសិនអញ្ចឹងដើម្បី upgrade បានគឺអ្នកគ្នាត្រូវតែមកកន្លែងតាWមួយនេះដើម្បីយើងធ្វើការ upgrade ជាមួយតាអញ្ចឹងទៅដើម្បីឲ្យវាឡើងទៅជាផ្កាយអញ្ចឹងណាឲ្យដាវរបស់យើងឡើងទៅជាផ្កាយអញ្ចឹងខ្ញុំនឹងប្រាប់អ្នកគ្នាត្រួសសិនអញ្ចឹងតាហ្នឹងគឺវាមាននៅសមុទ្រទាំងអស់តែម្ដងមិនថានៅសមុទ្រទី1ទី2ទី3គឺវាមានទាំងអស់ហ្មងអញ្ចឹងខ្ញុំនឹងប្រាប់អ្នកគ្នាបើមិនសិនជានៅកោះទី1នេះគឺវានៅកន្លែងកោះចោលសមុទ្រហើយបើកន់នៅកោះទី2នោះគឺអ្នកគ្នាគ្រាន់តែ spawn មកគឺអ្នកគ្នានឹងឃើញតាហ្នឹងយកហ្មងអ្នកគ្នាបាទអញ្ចឹងតាហ្នឹងគឺនៅកន្លែងនេះអ្នកគ្នាមើលទៅគឺតាដល់បញ្ញូហ្នឹងអញ្ចឹងអ្នកគ្នាគ្រាន់តែចុចលើតាហ្នឹងមកអ្នកគ្នាអាចក្រោសបានបាទអ្នកគ្នាបាទដើម្បីអាចក្រោសឲ្យដាវ CTK របស់ខ្ញុំហ្នឹងទៅជាដាវមានផ្កាយអញ្ចឹងណាដោយសារយើងអត់ទាន់មានផ្កាយទេតអ្នកគ្នា upgrade ទៅផ្កាយហ្នឹងរូបផ្កាយហ្នឹងហើយទៅអ្នកគ្នាអាច upgrade ទៅជាដាវមានភ្លើងដូចខ្ញុំសូអ្នកគ្នាមុនហ្នឹងអញ្ចឹងទៅអូខេអញ្ចឹងអ្នកគ្នាអាច upgrade បានតែខ្ញុំអត់អាច upgrade នៅកោះទី3ទី2ទេខ្ញុំនឹងធ្វើការទៅ upgrade នៅកោះទី3អូខេតោះឥឡូវយើងធ្វើការទៅកោះទី3ដើម្បី upgrade អញ្ចឹងពេលដែលយើងចូលមកដល់កោះទី3ហើយគឺនៅកន្លែងយើងកើតមុនគេនឹងគឺនៅ Port Town ហ្នឹងបន្ទាប់ពីអ្នកគ្នាមកដល់កោះទី3ហ្នឹងហើយអ្នកគ្នាគ្រាន់តែដើរមកកន្លែងនេះមកអញ្ចឹងអ្នកគ្នានឹងឃើញជាមួយតាហ្នឹងហើយអញ្ចឹងតាហ្នឹងគឺនៅកន្លែងនេះអ្នកគ្នានិយាយមួយតាហ្នឹងទៅវានឹងឲ្យយើង upgrade ហើយអញ្ចឹងitem 13នេះយើងមានគ្រប់គ្រាន់អស់ហើយដើម្បី upgrade អញ្ចឹងខ្ញុំ upgrade តែម្ដងទៅបាទអូខេឥឡូវយើង upgrade ហើយវាចេញទៅជារូបផ្កាយអីអញ្ចឹងយើងអាច upgrade ទៅជាដាវមានភ្លើងបានហើយអញ្ចឹងupgrade ដាវមានភ្លើងហ្នឹងគឺវារៀងពិបាកដែរគ្នាដោយសារវាសំណាងលើយើងដែរបើសិនជាអត់សំណាងគឺវាអត់បានទេអញ្ចឹងវាដូច random fruit អញ្ចឹងវាមានសំណាងមានអត់សំណាងអញ្ចឹងទៅហើយដូចឆាកអង្គខ្ញុំអញ្ចឹងគឺខ្ញុំ random ទៅគឺសំណាងមែនតានគឺបានជាមួយ effect ធាតុទឹកអញ្ចឹងវាលយមែនតានអ្នកនេះបាទតោះឥឡូវយើងចូលទៅធ្វើជាមួយដាវ CTK យើងវិញម្ដងអញ្ចឹងដើម្បីអាចធ្វើដាវ CTK ចេញភ្លើងដូចឆាកអង្គខ្ញុំនឹងបានគឺអ្នកនេះត្រូវតែមកកោះទីគីអូខេអញ្ចឹងបន្ទាប់ពីអ្នកគ្នាធ្វើការមកកោះទីគីហើយអ្នកតោះគ្នាត្រូវតែមកកន្លែងលើប៉មនេះគឺអ្នកគ្នាស្រួលចំណាំទៅកន្លែងប៉មហ្នឹងអ្នកគ្នានៅទីគីអ្នកគ្នាឃើញគឺកោះហ្នឹងខ្ពស់ប៉មហ្នឹងខ្ពស់ជាងគេអញ្ចឹងអ្នកគ្នាគ្រាន់តែចូលក្នុងប៉មមកអ្នកទាំងគ្នានឹងឃើញជាមួយ NPC នឹងមួយអ្នកគ្នាគ្រាន់តែនិយាយជាមួយវាទៅហើយអញ្ចឹងពេលដែលយើងនិយាយជាមួយ NPC ទៅគឺវានឹងធ្វើការឲ្យយើងក្រាស់របស់អញ្ចឹងអ្នកគ្នាត្រូវតែក្រាស់របស់ជាមុនសិនទៅអ្នកគ្នាអាចយកទៅ upgrade បានអញ្ចឹងបើសិនជាអ្នកគ្នាចង់ upgrade ឲ្យបានរបស់ល្អដូចខ្ញុំជិះគឺអ្នកគ្នាត្រូវតែ upgrade យកជាមួយនឹង scroll legendary អ្នកគ្នាបាទទៅអ្នកគ្នាមានសំណាងបានរបស់ល្អដូចខ្ញុំអញ្ចឹងទៅបើសិនជាអ្នកគ្នាក្រោសយកពពួក comment rare នេះគឺវាពិតជាពពួកអត់បានរបស់ល្អទេអូខេហើយបើសិនជាអ្នកគ្នាចង់ upgrade ចង់យល់ចង់ក្រោសយកជាមួយនឹង legendary គឺដូចជា magical នេះលុះត្រាតែគ្នាunlock វាជាមុនសិនអញ្ចឹងជាមុនដំបូងអ្នកនេះត្រូវតែក្រោសcomment នេះឲ្យបាន10សិនហើយក៏ដូចជា rare នេះក្រោសឲ្យបាន10ដូចគ្នាទើបអ្នកគ្នា unlock អាចក្រោសជាមួយនឹង legendary នេះបានហើយបើសិនជាអ្នកគ្នាចង់ក្រោសយក magical ហ្មងទៀតគឺអ្នកគ្នាត្រូវតែក្រោស legendary នេះបាន10ទៀតអញ្ចឹងទៅទើបអ្នកគ្នា unlock អាចក្រោសជាមួយនឹង magical នេះបានប៉ុន្តែបើខ្ញុំ recommend អ្នកគ្នាក្រោសហ្មងគឺអ្នកគ្នាគួរតែក្រោសយក legendary នេះទៅដោយសារ legendary នេះគឺវាល្អអ្នកគ្នាវាល្អមែនតើល្អសង្ឃថាវាល្អជាង magical ទៀត magical វាត្រូវការច្រើនដូចជាវាត្រូវការជាមួយនឹងបេះដូង level តាន់អ្នកនេះបាទបេះដូង level តាន់សកាហើយនឹងភ្នែកអីចឹងទៅវាច្រើនមែនតើហើយណាមួយវាឲ្យរបស់យើងក៏វាដូចតា legendary ដូចគ្នាទេអញ្ចឹងយើងគួរតែផលជាមួយនឹង legendary ទៅមិនបាច់ចាំផល scroll magical ទេអញ្ចឹងអ្នកគ្នាគួរតែផល legendary ទៅហើយអញ្ចឹងដោយសារតែខ្ញុំអត់ទាន់អាចក្រោសជាមួយនឹង legendary នឹងបានទេដោយសារខ្ញុំខ្វះថ្មអញ្ចឹងខ្ញុំត្រូវតែចេញទៅសមុទ្រដើម្បីទៅវាយពួកទូកខ្មៅដើម្បីវាត្រប់ជាមួយនឹងថ្មនឹងឲ្យយើងអញ្ចឹងទៅអូខេអញ្ចឹងជាមុនដំបូងខ្ញុំនឹងធ្វើការទិញទូកក៏ដូចជាជីទៅសមុទ្រដើម្បីរកទូកខ្មៅនឹងអញ្ចឹងទៅដើម្បីវាយវាដើម្បីយកថ្មនឹងអញ្ចឹងទៅអ្នកគ្នាបាទ អូ
ពីខ្ញុំវាយទូខ្មោចហើយខ្ញុំក៏បានគ្រប់ថ្មដើម្បីក្រាស់ជាមួយនឹង legendary ហ្នឹងហើយខ្ញុំក៏បានមកធ្វើការក្រាស់វាមកนะครับបាទចឹងនៅការក្រាស់មកអញ្ចឹង legendary អូខេអញ្ចឹងខ្ញុំធ្វើការ unlock ហើយអស់ហើយខ្ញុំធ្វើការក្រាស់យកមកអូខេអញ្ចឹងយើងក្រាស់បានហើយអញ្ចឹងយើងក្រាស់បានតែមួយទេខ្ញុំបាទដោយសារថ្មយើងមានតិចមែនតើអូខេតោះឥឡូវយើងធ្វើការupgrade វាហ្មងតោះអូខេយើងធ្វើការ upgrade មកថាបានបោះល្អអូខេយើងចុចលើពាក្យថាដាវអូខេបន្ទាប់ហើយយើងធ្វើការupgrade មកសារនេះវាអត់ល្អទេអ្នកយើងធ្វើការចុចលើពាក្យlegendary ហ្នឹងមកដោយសារយើងមានមួយអូខេយើងធ្វើការចុចមកបាទអូខេចុចមកអូខេចាំមកបានរបស់ល្អអូខេបើកចេញហើយបាទអូខេអត់ល្អទេអាពណ៌សហ្នឹងអត់ល្អទេអ្នកខ្ញុំបាទយកអត់ល្អទេហើយនេះក៏ល្អដែររួមទៅកន្លែងហ្នឹងតតែអ្នកគ្នាចេញពាក្យថា placing ដូចតែខ្ញុំបានដាក់អក្សរដាក់ហូបអ្នកគ្នាមើលអញ្ចឹងទៅវាបានរបស់ល្អអញ្ចឹងទៅអញ្ចឹងដោយសារនេះខ្ញុំចាប់បន្តបានរបស់ល្អទេហើយអញ្ចឹងដោយសារឥឡូវហ្នឹងយើងខ្វះថ្មច្រើនដែរអញ្ចឹងយើងត្រូវតែចេញទៅសមុទ្រដើម្បីវាយទូកខ្មោចដើម្បីវាត្រាប់ថ្មយើងអញ្ចឹងទៅអូខេអញ្ចឹងបន្ទាប់ពីខ្ញុំបានវាយពួកទូកខ្មោចដល់ឲ្យអស់ហើយក៏ខ្ញុំបានមក craft ជាមួយនឹង legendary របស់យើងវិញអូខេអញ្ចឹងបន្ទាប់ខ្ញុំ craft ហើយឥឡូវយើងបានហើយឥឡូវយើងការupgrade វាតែម្ដងទៅអ្នកគ្នាបាទចាំមើលថាបានរបស់ល្អអូខេឥឡូវខ្ញុំមើលថា upgrade ជាលើកទី2នេះបានរបស់ល្អអ្នកគ្នាបាទអូខេឥឡូវទៅហើយអូខេគឺអត់ល្អទេអត់ល្អខ្ញុំរំទៅចេញអក្សរពណ៌សនេះអត់ល្អទេអ្នកគ្នាអើយឥឡូវល្អទេស្រាប់ថាវាល្អទេឥឡូវនឹងធ្វើការ upgrade ជាលើកទី3អ្នកគ្នាបាទតោះលើធ្វើការ upgrade តែម្ដងទៅចាំមើលថាបានរបស់ល្អលើកហ្នឹងគឺលើកទី3ហ្នឹងបាទអូខេយើងធ្វើការចុចសមកធ្វើការ upgrade យកតែម្ដងមកអូខេតោះលើការ upgrade អូខេឥឡូវចេញមកហើយបាទចេញមកហើយចាំមើលថាបានរបស់ល្អសិនរបស់ល្អមួយមើលចេញមកអត់ល្អទេហ្នឹងបាទអត់ល្អទេអូខេអូនេះគឺហត់តែអត់ល្អជាងលើមុនទៀតគ្នាយើងឥឡូវអត់បានរបស់ល្អទេអូខេតោះឥឡូវយើងធ្វើការបន្តរួចវាទៀតអូខេឥឡូវដោយសារនេះគឺខ្ញុំតពីវីដេអូមុនអញ្ចឹងយើងធ្វើការដាក់ដោយសារខ្ញុំទៅវាយយកក្រាស់ហើយអស់ហើយបាទយើងធ្វើការ upgrade យកតែម្ដងទៅតោះអូខេតោះ upgrade ទៅបាទជាលើកទីប្រហែលនេះដូចជាទី5ហើយទី4ទី5នេះអូខេតោះយើងធ្វើការ upgrade មកបាទអូខេចាំមើលបានរបស់ល្អអញ្ចឹងអានេះគឺខ្ញុំ upgrade ទៅរហូតដែរហើយណាមួយយើងក៏អស់សកាលរបស់តាមអ្នកគ្នាយើងអញ្ចឹងយើងបើសិនជាលើកនេះអត់បានរបស់ល្អទៀតគឺអំបលតែម្ដងអូខេឥឡូវនេះរៀងល្អតិចតែយើងអត់យកដែរយើងអត់យកទេអានេះក៏រៀងល្អដែរតែវាអត់ចេញ effect ភ្លើងអញ្ចឹងណាអាហ្នឹងរួមទៅដូចខ្ញុំប្រាប់អញ្ចឹងតើវាចេញ placing អ្នកគ្នាទៅវារបស់ល្អអញ្ចឹងទៅវាចេញភ្លើងអញ្ចឹងទៅអូខេតើលើយើងធ្វើការ upgrade ជាលើកទី5ទី5អូខេតើយើងធ្វើការ upgrade យកទៀតមកតោះចុច legendary អូខេចាំមើលថាបានរបស់ល្អអត់ទេខ្ញុំញ៉ាំមកសុំតែរបស់ល្អមួយបាននេះធាតអីក៏បានដែរគ្នាអូឥឡូវUnreal ហ្នឹងUnreal នេះអានេះក៏ខាងបាដែរប៉ុន្តែខ្ញុំអត់យកទេឥឡូវខ្ញុំអត់យកទេខ្ញុំត្រូវការចាប់បន្តទៀតចាំមើលថាបានរបស់ល្អអូខេទៅហើយអូខេអត់ល្អទេអ្នកនេះអំបិលបាត់ហើយអត់ល្អនេះតែអត់ល្អយកហ្មងតោះឥឡូវលើកចុងក្រោយអ្នកនេះលើកចុងក្រោយសុំតែរបស់ល្អនេះលើកចុងក្រោយអូខេអូខេទៅធម្មតាទេអូខេអូអ្នកគ្នាចេញមកดิអូ blazing អ្នកគ្នា Oh my god damn ឥឡូវទីបំផុតគឺយើងបានអ្នកគ្នាបាទយើងបាន blazing ហើយបានរត់ទេអាហ្នឹងគឺវាបូកទៅមិនឲ្យយើងមិនចាំ up stat ដើរហ្នឹងក៏វាបូកទៅមិនឲ្យយើងដែរអ្នកគ្នា Oh my god វាចេញភ្លើងហើយវាខ្លាំងជាងមុនអ្នកគ្នាដោយសារយើងមិនចាំ up stat វាយើង up the fruit ក៏វាខ្លាំងដែរអ្នកគ្នាដើរហ្នឹងគឺវាបន្ថែម impact ឲ្យយើង Oh my god អូខេដែរ
mình tên được mà mình tên cứ thả mình tên hỏi bây giờ dân cho ôm sủa haki cái lời haki và dân cho tới rất là lôi thiết nát nếu rất là lôi hoặc là sọc hai vô đó ok tao lấy dùng thực tê cho một npc ở cái mới thay vì khang ngọt nè cái ok tao lấy dùng thực tê một npc ở lớn nếu dùng cap tạo âm vốn đấy cứ vi chơi mình tên ok chẳng ở nè cái mới bán cứ vi làm mình mặc là một pon pi rồi đi mặc chiêng ấy hơi thì còn tới start với nhóm của ban áp tế tại vì ở đa năng vì áp ao dương còn ai tam đòn chẳng dương bạn khơi chẳng cứ bị áp ao dương hiện chư chương muốn cứ như đó chư do món mình chư chương muốn thòm tá đấy cứ chư do món ok nếu nhóm còn đã ton áp stat ở đa ở bên nhóm áp stat đa hai bên lỡ tiếp cứ thật chư khăng trường năng tiên các bạn cứ ở năng vừa mình tàn như rườm tới cứ biết lôi mình tàn mó ok nè cái chẳng dương từ ban cho một đào năng ấy hay ở video có đo tìm chọn nè cái chẳng ở video bao nhóm cứ mình tập năng tế trường chụp nên đâu video này bye bye nè bye bye